ភាពរឹងមាំមិនមែនមានន័យថាមិនជួបទុក្ខលំបាកឬក៏មិនមានអារម្មណ៍ឈឺចាប់នោះទេពេលដែលជួបទុក្ខលំបាកក៏ប៉ុន្តែវាជាសមត្ថភាពក្នុងការឆ្លងកាត់ព្យុះភ្លៀងនៃជីវិតរៀនសូត្រពីបទពិសោធន៍និងបន្តដំណើរទៅមុខដោយកម្លាំងចិត្តកាន់តែខ្លាំងវីដេអូនេះខ្ញុំនឹងព្យាយាមពិភាក្សាអំពីនិយមន័យសារៈសំខាន់ធាតុផ្សំនៃភាពរឹងមាំនិងយុទ្ធសាស្ត្រជាក់ស្ដែងដើម្បីបណ្ដុះភាពរឹងមាំខាងក្នុងសម្ដៅធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរឹងមាំពិតប្រាកដឥឡូវយើងទៅស្វែងយល់ពីភាពរឹងមាំទាំងអស់គ្នាដំបូងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីនិយមន័យសិនភាពរឹងមាំគឺជាសមត្ថភាពនៅក្នុងការសម្របខ្លួនបានល្អពេលប្រឈមនឹងភាពតានតឹងភាពមិនអនុគ្រោះឬក៏របួសផ្លូវចិត្តឬក៏ពេលដែលជួបសោកនាដកម្មនានាវាពាក់ព័ន្ធនឹងការស្ទុះងើបឡើងវិញពីបទពិសោធន៍លំបាកវាមិនមែនជាលក្ខណៈពិសេសដែលមនុស្សមួយចំនួនមានហើយអ្នកផ្សេងគ្មានទេប៉ុន្តែវាជាដំណើរការមួយដែលពាក់ព័ន្ធនឹងអាកប្បកិរិយាគំនិតនិងសកម្មភាពដែលអាចរៀនសូត្របានហើយក៏អាចអភិវឌ្ឍបានចំពោះមនុស្សគ្រប់រូបដែរឥឡូវយើងទៅនិយាយអំពីសារៈសំខាន់នៃភាពរឹងមាំភាពរឹងមាំគឺមានសារៈសំខាន់ខ្លាំងណាស់ទីមួយគឺវាសំខាន់ចំពោះសុខភាពផ្លូវចិត្តវាជួយការពារពីបញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្តឬក៏ជំងឺថប់បារម្ភជាដើមហើយវាក៏សំខាន់ក្នុងការគ្រប់គ្រងទៅលើភាពតានតឹងផងដែរវាជួយឲ្យបុគ្គលម្នាក់ៗអាចដោះស្រាយសម្ពាធនិងភាពតានតឹងនៅក្នុងជីវិតប្រចាំថ្ងៃបានប្រសើរជាងមុនវាក៏ជួយក្នុងការសម្រេចគោលដៅដែរមនុស្សរឹងមាំមានទំនោរមិនបោះបង់ចោលនៅពេលដែលជួបឧបសគ្គទេហើយបន្តខិតខំដើម្បីសម្រេចគោលដៅរបស់ខ្លួនវាក៏ធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែល្អផងដែរសមត្ថភាពក្នុងការដោះស្រាយបញ្ហានិងរក្សាភាពវិជ្ជមានអាចជួយពង្រឹងទំនាក់ទំនងយើងឲ្យកាន់តែល្អជាមួយនឹងអ្នកដទៃហើយវាក៏ធ្វើឲ្យយើងរីកចម្រើនផងដែរការប្រឈមមុខនឹងជំនះឧបសគ្គគឺជាឱកាសសម្រាប់ការរៀនសូត្រហើយលូតលាស់ទៅមុខបានល្អទៀតផងហើយវាក៏ជួយផ្នែកសុខុមាលភាពទូទៅផងដែរវារួមចំណែកធ្វើឲ្យអារម្មណ៍របស់យើងរីករាយមានសុភមង្គលមានការពេញចិត្តនឹងជីវិតរបស់ខ្លួនហើយក៏ធ្វើឲ្យយើងមានសមត្ថភាពក្នុងការរស់នៅប្រកបដោយអត្ថន័យផងដែរឥឡូវយើងទៅនិយាយពីធាតុសំខាន់ៗនៃភាពរឹងមាំសិនទីមួយគឺការយល់ដឹងពីខ្លួនឯងការយល់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយការយល់ដឹងពីអ្វីដែលយើងឲ្យតម្លៃការយល់ដឹងពីជំនឿរបស់ខ្លួនឯងហើយការយល់ដឹងពីអារម្មណ៍របស់ខ្លួនឯងនេះគឺជាធាតុសំខាន់ដំបូងបន្ទាប់មកការគ្រប់គ្រងខ្លួនឯងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍គំនិតនិងអាកប្បកិរិយារបស់ខ្លួនក្នុងស្ថានភាពលំបាកចំណុចទី3គឺសុទិដ្ឋិនិយមពិតប្រាកដការរក្សាទស្សនវិស័យវិជ្ជមានចំពោះអនាគតខណៈពេលដែលទទួលស្គាល់ការពិតនៃស្ថានភាពបច្ចុប្បន្ននេះគឺជាសុទិដ្ឋិនិយមពិតប្រាកដចំណុចទី4គឺភាពបត់បែននៃផ្នត់គំនិតមនុស្សរឹងមាំត្រូវតែមានចំណុចនេះសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរហើយផ្លាស់ប្ដូរទស្សនៈដើម្បីស្វែងរកដំណោះស្រាយឲ្យសមស្របជាមួយនឹងបញ្ហាដែលយើងកំពុងតែជួបចំណុចទី5គឺបណ្ដាញគាំទ្រសង្គមការមានទំនាក់ទំនងរឹងមាំនិងការគាំទ្រពីគ្រួសារមិត្តភ័ក្តិឬក៏សហគមន៍វាក៏ជាផ្នែកមួយឬក៏មូលដ្ឋានគ្រឹះនៃភាពរឹងមាំផងដែរចំណុចទី6គឺមានជំនឿទៅលើសមត្ថភាពរបស់ខ្លួនឯងការមានជំនឿទៅលើសមត្ថភាពរបស់ខ្លួនឯងក្នុងការដោះស្រាយបញ្ហានិងសម្រេចគោលដៅវាក៏ជាធាតុសំខាន់នៅក្នុងភាពរឹងមាំរបស់យើងដែរចំណុចទី7គឺអត្ថន័យនិងគោលបំណងការមានអារម្មណ៍ថាជីវិតមានន័យនិងការមានគោលបំណងច្បាស់លាស់អាចផ្ដល់កម្លាំងចិត្តក្នុងការជំនះរាល់ការលំបាកនានាចុងក្រោយគឺជំនាញក្នុងការដោះស្រាយបញ្ហាសមត្ថភាពក្នុងការកំណត់បញ្ហានិងស្វែងរកដំណោះស្រាយហើយអនុវត្តជាសកម្មភាពនេះគឺជាធាតុសំខាន់នៃផ្នែករឹងមាំរបស់យើងឥឡូវយើងចូលទៅដល់យុទ្ធសាស្ត្រដើម្បីបណ្ដុះភាពរឹងមាំខាងក្នុងវិញការធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរឹងមាំគឺជាដំណើរការមួយដែលទាមទារការបដិញ្ញាចិត្តនិងការអនុវត្តប្រចាំថ្ងៃខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដើម្បីបណ្ដុះភាពរឹងមាំពីខាងក្នុងខ្លួនទី1កសាងទំនាក់ទំនងនៃការគ្រប់គ្រងវិនិយោគពេលវេលាក្នុងការកសាងនិងថែរក្សាទំនាក់ទំនងជាមួយមនុស្សដែលផ្ដល់ការគាំទ្រផ្នែកអារម្មណ៍និងការលើកទឹកចិត្តជាមួយយើងចូលរួមក្នុងក្រុមសហគមន៍ឬក៏សកម្មភាពសង្គមដើម្បីពង្រីកបណ្ដាញគាំទ្ររបស់អ្នកទី2គឺថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្ត
គួរតែហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីជួយកាត់បន្ថយភាពតានតឹងនិងបង្កើនអារម្មណ៍ល្អត្រូវមានអាហារូបត្ថម្ភដែលត្រឹមត្រូវរកអាហារណាដែលផ្ដល់ថាមពលដល់រាងកាយនិងខួរក្បាលកុំចេះតែហូបដោយមិនបានគិតពីសុខភាពគេងឲ្យបានគ្រប់គ្រាន់ការគេងគឺសំខាន់សម្រាប់ការស្ដារឡើងវិញនូវថាមពលនិងការគ្រប់គ្រងអារម្មណ៍របស់យើងបើយើងគេងមិនបានគ្រប់គ្រាន់អារម្មណ៍របស់យើងក៏ពិបាកគ្រប់គ្រងដែរអនុវត្តការធ្វើសមាធិការធ្វើសមាធិជួយបង្កើនការយល់ដឹងពីខ្លួនឯងនិងកាត់បន្ថយភាពតានតឹងចំណុចទី3គឺអភិវឌ្ឍការគិតវិជ្ជមាននិងប្រាកដនិយមប្រឈមមុខនឹងគំនិតអវិជ្ជមានសម្គាល់ហើយនឹងកែប្រែគំនិតអវិជ្ជមានដែលមិនមានមូលដ្ឋានត្រឹមត្រូវអនុវត្តការដឹងគុណផ្ដោតទៅលើអ្វីដែលល្អនៅក្នុងជីវិតរបស់អ្នកហើយដឹងគុណចំពោះរឿងរ៉ាវតូចៗឬក៏រឿងរ៉ាវល្អៗនៅក្នុងជីវិតរបស់អ្នកត្រូវរក្សាក្តីសង្ឃឹមត្រូវមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងក្នុងការដោះស្រាយបញ្ហាបើទោះបីជាស្ថានភាពលំបាកយ៉ាងណាក៏ដោយចំណុចទី4គឺកំណត់និងធ្វើការឆ្ពោះទៅរកគោលដៅការមានគោលដៅច្បាស់លាស់ផ្ដល់ទិសដៅនិងអត្ថន័យរបស់យើងក្នុងការបន្តដំណើរទៅមុខបំបែកគោលដៅធំៗទៅជាជំហានតូចៗដែលអាចសម្រេចបានដើម្បីបង្កើនអារម្មណ៍នៃសមិទ្ធផលរបស់យើងថាយើងបានសម្រេចវាកាន់តែច្រើនទៅវាក៏ជាកម្លាំងចិត្តមួយជំរុញយើងធ្វើវាកាន់តែច្រើនដែរទី5គឺរៀនសូត្រពីបទពិសោធន៍មើលពីការលំបាកហើយការបរាជ័យគឺជាឱកាសសម្រាប់រៀនសូត្រនិងការរីកចម្រើនត្រូវសួរខ្លួនឯងថាតើខ្ញុំអាចរៀនអ្វីខ្លះពីស្ថានភាពទាំងនេះកុំខ្លាចក្នុងការសាកល្បងម្ដងទៀតបន្ទាប់ពីបរាជ័យព្រោះបរាជ័យមិនមែនបង្ហាញថាអ្នកលែងមានផ្លូវដើរនោះទេ6អភិវឌ្ឍជំនាញដោះស្រាយបញ្ហានៅពេលប្រឈមមុខនឹងបញ្ហាចូលព្យាយាមកំណត់បញ្ហាឲ្យបានច្បាស់លាស់គិតពីដំណោះស្រាយដែលអាចធ្វើទៅបានវិតម្លៃរកជំរើសដែលល្អហើយអនុវត្តសកម្មភាពដើម្បីដោះស្រាយបញ្ហានោះតែម្ដងកុំខ្លាចក្នុងការសុំជំនួយឬដំបូន្មានពីមនុស្សជុំវិញខ្លួនបើសិនជាវាចាំបាច់7ទទួលយកការផ្លាស់ប្ដូរការផ្លាស់ប្ដូរគឺជាផ្នែកមួយដែលមិនអាចជៀសផុតពីជីវិតរបស់យើងទេរៀនសម្របខ្លួននិងមើលឃើញឱកាសក្នុងការផ្លាស់ប្ដូររៀនបត់បែនព្រោះភាពបត់បែនគឺជាគន្លឹះនៃភាពរឹងមាំដូចគ្នា8ស្វែងរកអត្ថន័យនិងគោលបំណងរបស់ខ្លួនឯងឆ្លុះបញ្ចាំងពីអ្វីដែលសំខាន់សម្រាប់អ្នកនិងរបៀបដែលអ្នកអាចចូលរួមដល់ផ្នែកអ្វីមួយដែលធំជាងខ្លួនរបស់អ្នកការជួយអ្នកដទៃឬក៏ការចូលរួមក្នុងសកម្មភាពដែលមានអត្ថន័យអាចបង្កើនអារម្មណ៍នៃគោលបំណងរបស់អ្នកឲ្យកាន់តែមានន័យជាងមុនហើយយល់ថាខ្លួនឯងមានតម្លៃជាងមុន9ព្យាយាមគិតវិជ្ជមានចំពោះខ្លួនឯងប្រព្រឹត្តចំពោះខ្លួនឯងដោយភាពសប្បុរសនិងការយល់ដឹងជាពិសេសគឺនៅពេលដែលអ្នកកំពុងជួបទុក្ខលំបាកឬក៏ពេលដែលអ្នកធ្វើខុសទទួលស្គាល់ថាការឈឺចាប់និងការបរាជ័យគឺជាផ្នែកមួយនៃបទពិសោធន៍របស់មនុស្ស10ស្វែងរកជំនួយនៅពេលដែលចាំបាច់ការទទួលស្គាល់ថាអ្នកត្រូវការជំនួយហើយស្វែងរកវាគឺជាសញ្ញានៃភាពរឹងមាំមិនមែនជាភាពទន់ខ្សោយនោះទេនិយាយជាមួយមិត្តភ័ក្តិគ្រួសារឬក៏អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបើសិនជាវាចាំបាច់ឥឡូវយើងចូលទៅដល់ការរក្សាភាពរឹងមាំនៅក្នុងរយៈពេលវែងវិញភាពរឹងមាំមិនមែនជាអ្វីដែលកសាងម្ដងហើយចប់នោះទេវាត្រូវការការថែទាំនិងបណ្ដុះជាប្រចាំទី1ត្រូវឆ្លុះបញ្ចាំងខ្លួនឯងជាប្រចាំពិនិត្យមើលអារម្មណ៍គំនិតនិងអាកប្បកិរិយារបស់អ្នកថាអ្នកបានបណ្ដុះខ្លួនឯងជារៀងរាល់ថ្ងៃដែរឬទេ2បន្តរៀនសូត្រនិងការលូតលាស់ស្វែងរកឱកាសថ្មីដើម្បីអភិវឌ្ឍខ្លួនឯងកុំនៅមួយកន្លែងព្រោះការនៅមួយកន្លែងក៏វាជាផ្នែកមួយធ្វើឲ្យអ្នកទន់ខ្សោយផងដែរទី3អបអរសាទរចំពោះភាពជោគជ័យតូចៗទទួលស្គាល់និងឲ្យតម្លៃចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់អ្នកកុំធ្វើដូចជាខ្លួនឯងមិនមានប្រយោជន៍អ្វីសោះ4រក្សាតុល្យភាពនៃជីវិតធានាថាអ្នកមានពេលវេលាសម្រាប់ទាំងការងារនិងការលំហែកាយទាំងទំនាក់ទំនងនិងការមើលថែខ្លួនឯងកុំធ្វើឲ្យខ្លួនឯងរវល់រហូតដល់គ្មានពេលគិតទៅលើជីវិតរបស់ខ្លួនឯងឲ្យមានតុល្យភាពអីសរុបមកវិញការធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរឹងមាំពិតប្រាកដគឺជាដំណើរនៃការអភិវឌ្ឍផ្នែកខាងក្នុងដែលអនុញ្ញាតឲ្យយើងប្រឈមមុខនឹងព្យុះភ្លៀងនៃជីវិតដោយភាពក្លាហាននិងការតាំងចិត្ត
តាមរយៈការបណ្ដុះធាតុផ្សំនៃភាពរឹងមាំដូចជាការយល់ដឹងពីខ្លួនឯងភាពមានសុទិដ្ឋិនិយមការមានបណ្ដាញគាំទ្រនិងជំនាញក្នុងការដោះស្រាយបញ្ហាព្រមទាំងការអនុវត្តយុទ្ធសាស្ត្រជាក់ស្ដែងដែលយើងអាចបង្កើនសមត្ថភាពរបស់យើងក្នុងការងើបឡើងវិញពីការលំបាករៀនសូត្រពីបទពិសោធន៍និងរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយអត្ថន័យនិងការពេញចិត្តភាពរឹងមាំមិនមែនជាគោលដៅចុងក្រោយនោះទេប៉ុន្តែជាដំណើរបន្តបន្ទាប់នៃការលូតលាស់និងការសម្របខ្លួនដែលធ្វើឲ្យយើងកាន់តែរឹងមាំនិងមានសមត្ថភាពក្នុងការរុករកភាពស្មុគស្មាញនៃជីវិតដែលធ្វើឲ្យយើងរស់នៅដោយភាពរីករាយនិងមានភាពរឹងមាំជារៀងរហូត